ផ្លូវនេះទាំងអស់គ្នាស្គាល់ទេនេះផ្លូវនៅទល់មុខវត្តផ្សារកដាលទល់មុខវត្តផ្សារកដាលសងកាត់ផ្សារកដាលក្រុងប៉ោយប៉ែតនោះឡានអុកមកទៅហឹងទៀតមិញហ្នឹងខ្ញុំចេញមកមិញហ្នឹងឡានខ្ញុំបោកមកទៅហឹងហ្មងបោកឡើងញាក់សាច់មិញហ្នឹងខ្ញុំអត់ដឹងព្រោះអីបើវាជ្រាំវាកលុកគឺវាកលុករយៈពេលតែមួយថ្ងៃទេអញ្ចឹងហើយខ្ញុំឆ្ងល់ថាផ្លូវហ្នឹងធ្វើអត់ចប់ហើយចង់តដិតផ្លូវហ្នឹងធ្វើអត់ចប់អត់ហើយហ្មងហើយខ្ញុំអត់ចង់ឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលទេបើខ្ញុំចុះថតស្មលហ្នឹងនិយាយទៅក្រែងថាវាខ្មាស់អៀនឥឡូវមានតែស្នើទៅសម្ដេចបវរធិបតីហើយស្នើទៅអាយដាមសសុខាស្នើទៅអាយដាមទាសីហាឥឡូវនេះបបាក់ពេកកាត់ប្រាក់ខែចវាយខេត្តហើយនឹងចវាយក្រុងហើយមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ហ្នឹងកាត់ទាំងអស់យកមកធ្វើផ្លូវហ្នឹងព្រោះផ្លូវហ្នឹងធ្វើអត់ហើយនេះទៅទៀតអ្នកទៀតណកគេគ្រោះថ្នាក់ខ្លាំងណាស់ឥឡូវមានតែកាត់លុយចវាយខេត្តបណ្ដោយទៅគេឥឡូវនិយាយថាម៉េចលើខ្ញុំឆ្ងល់ដល់ផ្លូវហ្នឹងវា10ឆ្នាំហើយវាធ្វើអត់ចប់អត់ហើយធ្វើអត់ចេះនិយាយទៅខ្មែរយើងអត់មានអ្នកឯកទេសណាធ្វើអីក៏យើងអាមេរិកមកធ្វើអាម៉េចហើយបើធ្វើផ្លូវហ្នឹងមិនបានទេម្នាក់ក៏មានសមត្ថភាពរកស៊ីមានម្លេះអានេះកាត់លុយចវាយខេត្តចវាយក្រុងមិនមែនមានន័យថាស្អប់គាត់ទេណាប៉ុន្តែអ្វីដែលធ្វើនេះវាមានន័យថាពួកគាត់ប្រឡែងឲ្យមានឲ្យផ្លូវហ្នឹងវាមិនមែនសុកវាក៏លុកទេវាប្រកាសជាមានហេតុផលរបស់វាហើយប៉ុន្តែបើសិននេះមិនកាត់លុយពួកគាត់យកមកធ្វើផ្លូវហ្នឹងអត់ចប់អត់ហើយផ្លូវហ្នឹងហើយក៏មកពីខាងសំណង់នោះឥឡូវអត់ខ្វល់ទេខាងណាក៏ដោយពួកបងចាត់ចែងទៅកាក់ឡាននឹងចាប់បើថាមកពីឡានដឹកស៊ីម៉ងចាប់ឡានដឹកស៊ីម៉ងខ្ញុំដូចវាជ្រាំដែរផ្ញើទៅសម្ដេចបវរធិបតីផ្ញើដដែលហ្នឹងដល់ផ្ញើយូរទៅវាកើតទៅជារឿងតានតឹងអាមួយនេះបពប្រឆាំងមួយទៀតនេះអានេះខ្ញុំឈរនៅហ្នឹងគេចេះចាប់អារម្មណ៍បើខ្ញុំអត់ឈរនៅហ្នឹងទេអត់ទេមកប្រាវពុងប៉ាំងដកលុយពួកគាត់សងប្រជាពលរដ្ឋហ្នឹងសងមិនអស់ផងបោកឡានខ្ញុំមកទៅហឹងមិនខ្ញុំឡើងលួសព្រលឹងយ៉ាងងំផ្លូវហ្នឹងមិនអត់សមត្ថភាពធ្វើអីឆ្ងល់ដែរនេះឥឡូវវីដេអូនេះសូមស្នើទៅសម្ដេចបវរធិបតីអាយដាមសសុខានិងអាយដាមទាសីហាកាត់លុយចវាយខេត្តនិងចវាយក្រុងបណ្ដោយទៅកាត់លុយលោកពូអ៊ំរាត្រីហើយនឹងអាយដាមគៀតហុលហើយសាលាក្រុងសាលាខេត្តទាំងអស់ហ្នឹងកាត់ទាំងអស់កាត់យកមកធ្វើផ្លូវហ្នឹងហើយសុំទោសបងទាំងអស់គ្នាដែលខ្ញុំឲ្យកាត់លុយពួកបងមានន័យថាអ្នកបកកហេតុមួយអ្នកគឺអាចបំផ្លាញជាតិទាំងមូលហើយបំផ្លាញពួកបងទាំងអស់គ្នាខ្ញុំអត់ចង់ឲ្យថានឹងរឿងបុគ្គលទេការពិតទៅវារឿងពួកបងទាំងអស់ពួកបងជិះមកមិនប្រកាច់បាទមានប៉ុណ្្នឹងឯងខ្ញុំអត់សាមញ៉ាំច្រើនទេដើរកុហកដួលដែរអូខេនោះតែឡាក្រាសាំងតែឡាផ្លូវនឹងតម្រង់ទៅស្ទឹងបត់ហើយចំណែកផ្លូវនេះចូលទៅក្រុងប៉ោយប៉ែតឡានគេខ្ពស់470គឺអត់សូវអីទេហើយចំណែកនោះ330ចាំមើលពិបាកជិះខ្លាំងណាស់ម៉ូតូមិញដូចវីដេអូខាងមុខវីដេអូខាងដើមឃើញណាមិញហ្នឹងដែលគេវាក់មួយផ្លែតមិញហ្នឹងប៊ីសដួលទាំងអស់គ្នាអូខេអញ្ចឹងកុំឲ្យដាច់ខ្លឹមសារប្រយោគខាងលើអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងបានហើយបាទអរគុណ